អ្នកនឹងខ្លាយជាមនុស្សឆ្លើយប្រហើនកោងកាចនៅពេលដែលយើងគិតតែខំប្រឹងប្រែងឆ្ពោះទៅមុខដោយមិនគិតងាកឆ្វេងងាកស្ដាំមើលបាទអញ្ចឹងថ្ងៃនេះខ្លឹមសភៅសូមលើកឡើងពីពំនោលរបស់អ្នកប្រាជ្ញដ៏ល្បីនៅក្នុងពិភពលោកយើងមួយគឺអ្នកប្រាជ្ញខុងជឺហើយហេតុអីបានអ្នកប្រាជ្ញយើងគាត់ពោលយ៉ាងដូចនេះអញ្ចឹងយើងសាកគិតលបងពិចារណាមើលអ្នកនឹងឃើញថាពេលខ្លះនៅក្នុងការងាររបស់យើងបើសិនជាយើងជឿជាក់ថាយើងធ្វើនឹងពិតជាត្រឹមត្រូវហើយយើងអត់ស្ដាប់ពាក្យជំទាស់ឬក៏អត់ស្ដាប់ពីការណែនាំពីអ្នកដទៃថែមទាំងយើងគិតពីអគតិទៀតបាទគិតថាម៉េចគិតថាអ្វីដែលអ្នកផ្សេងគាត់បានប្រាប់មកយើងឬក៏អ្នកផ្សេងដែលបានផ្ដល់ជាដំបូលមានផ្ដល់ជាគំនិតដាស់តឿនមកយើងហ្នឹងវាគឺជារឿងដែលឥតប្រយោជន៍ឬក៏ជាគំនិតមួយដែលចាស់កំរិលអីចឹងទៅបាទហើយបើសិនជាមនុស្សដែលគាត់គិតបែបនោះពីដំបូងគឺគាត់ចេះតែអាចទប់អារម្មណ៍បានហើយដោយសារអីដោយសារគាត់អត់ទៅខ្វល់អីចឹងទៅតែដល់ពេលយូរទៅស្រាប់តែអាសម្ដីទាំងអស់ហ្នឹងចេះតែណែនាំគាត់ចេះតែប្រាប់គាត់បាទអញ្ចឹងគឺមនុស្សបែបហ្នឹងគឺគាត់នឹងសម្ដែងចេញមកនៅការខឹងគ្រាក្រោតហើយបាទហើយអាចថាពេលខ្លះគឺតបទៅវិញតែម្ដងបាទអញ្ចឹងរឿងទាំងអស់ហ្នឹងដោយសារអីដោយសារតែអត្តចរិតទៅឯងបងប្អូនបាទអត្តចរិតដែលគាត់គិតថាគាត់ធ្វើទៅគាត់មានតែខ្លួនគាត់បាទគាត់ធ្វើទៅគ្មាននរណាចេះដូចឬក៏មួយទៀតគេហៅថាគាត់ធ្វើទៅរៀនអត់គ្រូអីចឹងណាអញ្ចឹងបានន័យថាគាត់អំនួតទៅលើការងារដែលគាត់ធ្វើអីចឹងទៅគាត់មិនព្រមស្ដាប់ពីមតិយោបល់ពីអ្នកដទៃបាទអញ្ចឹងគឺគាត់អត់ព្រមទទួលយកអ្វីដែលពីយោបល់របស់អ្នកដទៃមកឯងបាទអញ្ចឹងរឿងទាំងអស់ហ្នឹងបានន័យថាគឺគាត់ខំប្រឹងប្រែងទៅដោយអត់ងាកឆ្វេងងាកស្ដាំទេបាទអញ្ចឹងយើងគួរតែវិនិច្ឆ័យមនុស្សហ្នឹងដោយរបៀបណាបាទអញ្ចឹងផ្ទុយទៅវិញបើសិនជាមនុស្សយើងចេះមើលក្នុងពិភពលោកនេះដោយនៃសុតិធិនិយមអីចឹងណាអញ្ចឹងគឺគាត់អាចនឹងជាមនុស្សដែលបើកចិត្តទលាយបាទជាមនុស្សដែលទទួលយកការណែនាំពីគេបាទជាមនុស្សដែលប្រឹងប្រែងអភិវឌ្ឍគំនិតថ្មីបាទចង់ដឹងចង់ចេះចង់ដឹងបាទហើយឲ្យតែមានពីណាគាត់លើកឡើងមកគឺគាត់យកទៅត្រេះរិះពិចារណាសិនណាបាទអាចថានៅពេលដែលធម្មតាយោបល់វាមិនមែនត្រូវ 100% ទាំងអស់ទេអាចថាយោបល់ខ្លះវាល្អដែរប៉ុន្តែវាអត់ត្រូវជាមួយនឹងបរិបទរបស់យើងអត់ត្រូវជាមួយនឹងជំនាញរបស់យើងបាទអានេះក៏យើងអាចថាយើងអត់អាចយកយោបល់នោះទៅអនុវត្តបានទេប៉ុន្តែបើសិនជាយោបល់មួយចំនួនដែលពីអ្នកដទៃពីមិត្តរួមការងារពីបងប្អូនមិត្តភ័ក្តិអីហ្នឹងគឺគាត់ផ្ដល់យោបល់មកឲ្យយើងមកអញ្ចឹងគឺយើងត្រូវថឹងថ្លែងហើយអញ្ចឹងយោបល់ហ្នឹងវាត្រូវមួយយើងអាចថាយកទៅអនុវត្តយកទៅពង្រីកចំណេះដឹងពង្រីកការយល់ដឹងឬក៏យើងមានគំនិតបង្កើតថ្មីអីក៏យើងអាចយកយោបល់ទាំងអស់ហ្នឹងទៅបង្កើតថ្មីបានដែរបាទអញ្ចឹងបើសិនជាយើងរៀបចំកែខៃបំពេញនៅបទពិសោធន៍ឲ្យបានគ្រប់គ្រាន់ហើយមានសមត្ថភាពទៀតហ្នឹងអាគំនិតហើយនឹងជំនាញដែលប៉ិនប្រសពរបស់យើងហ្នឹងវានឹងផ្ដល់ជាគុណវត្តឲ្យយើងបាទវានឹងផ្ដល់ជាជំនាញពិតប្រាកដឲ្យយើងហើយរាល់ការដែលយើងធ្វើទៅគឺមានឧបសគ្គមានអីមករារាំងអីហ្នឹងគឺ
យើងមានជំនាញទាំងអស់ហ្នឹងដើម្បីពុះពៀដើម្បីជំនះរាល់ឧបសគ្គទាំងអស់ហ្នឹងឬក៏ទម្លុះទៅមុខបានបាទអញ្ចឹងនៅក្នុងអត្តន័យរបស់អ្នកប្រាជ្ញរបស់យើងនេះដែលគាត់បានលើកឡើងហ្នឹងគឺអត់ខុសទេបាទអត់ខុសត្រង់ថានៅពេលដែលយើងធ្វើអ្វីមួយបាទនៅពេលដែលយើងដាក់គោលដៅនៅក្នុងជីវិតរបស់យើងធ្វើអ្វីមួយគឺសុំយើងងាកឆ្វេងងាកស្ដាំមកបាទឬក៏ជាអត្តន័យផ្ទុយមកវិញគឺយើងសូមទទួលយកនៅការយោបល់ពីគេសូមទទួលយកនៅការដែលគេផ្ដល់ជាទស្សនៈទានដល់យើងបាទអញ្ចឹងគឺយើងអាចយកមកពិចារណាកែខៃដើម្បីជីវិតរបស់យើងដើម្បីការងាររបស់យើងឲ្យបានសម្រេចទៅបាទចូលចាំថាការដាក់ខ្លួនទទួលស្គាល់យកមកពីគេយកមកគិតហ្នឹងបាទវាមិនមែនជារឿងដែលគួរឲ្យខ្មាស់គេទេបាទតែរឿងដែលមិនចេះធ្វើចេះហ្នឹងឬក៏មួយទៀតពាក្យខ្មែរយើងគេហៅថាចេះរបេះក្បាច់អីហ្នឹងវាទៅជារឿងដែលគួរឲ្យខ្មាស់គេបាទអញ្ចឹងនៅក្នុងខ្លឹមសភៅរបស់យើងនេះយើងមានប៉ុណ្ណឹងហើយសង្ឃឹមថាទស្សនៈគំនិតរបស់អ្នកប្រាជ្ញគង់ជឺមួយនេះបានធ្វើឲ្យបងប្អូន reflect ខ្លួនឯងបាទឆ្លោះបញ្ចាំងខ្លួនឯងមើលថាតើយើងជាមនុស្សដែលពូកែទទួលយោបល់ពីអ្នកដទៃឬនៅឬក៏យើងជាមនុស្សដែលយើងអត់ទទួលយោបល់ពីគេយើងភាគច្រើនយើងមិនសប្បាយចិត្តជាមួយនឹងការណែនាំពីអ្នកដទៃបាទអញ្ចឹងសូមពិចារណាខ្លួនឯងបាទអរគុណអញ្ចឹងបងប្អូនស្ដាប់ពាក្យទូន្មានរបស់អ្នកប្រាជ្ញបានមួយទៀតហើយបាទសូមអបអរសាទរបាទហើយអញ្ចឹងខ្លឹមសភៅរបស់យើងមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយទៀតអរគុណជម្រាបលា